ងស័យប្រាប្រាស់សារធាតុញៀនលើសកម្រិតបណ្ដាលឲ្យបរិះ2 នាក់ស្លាប់និងស្ត្រី2 នាក់សន្លប់នៅក្នុងរថយន្តបរិះ2 នាក់បានស្លាប់នៅក្នុងរថយន្តនិងនារី2 នាក់ទៀតសន្លប់ដោយមានការសង្ស័យប្រើប្រាស់សារធាតុញៀនលើសកម្រិតហើយត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាត់ឡើងកាលពីវេលាម៉ោង 6:30 នាទីយប់ថ្ងៃទី 9 ខែមីនាឆ្នាំ 2022 ស្ថិតនៅក្នុងផ្ទះល្វែងមួយកន្លែងក្នុងភូមិបរិយកម្មករសង្កាត់ជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញសមត្ថកិច្ចបានបង្ហើបឲ្យដឹងថាសពជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះថាចម្រើនឆៃយ៉ាអាយុ 27 ឆ្នាំមុខរបររត់តាក់ស៊ីស្នាក់នៅផ្ទះកាត់ហេតុផ្លូវលំក្នុងភូមិបរិយកម្មករសង្កាត់ជើងឯកខណ្ឌដង្កោនិងសពបរិះម្នាក់ទៀតមានឈ្មោះថាឡូឆៃហុងអាយុ 26 ឆ្នាំស្នាក់នៅផ្ទះលេខ 61 ផ្លូវបើកថ្មីភូមិ4សង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកងចំណែកស្ត្រីជាដៃគូ 2 នាក់ទៀតនៅមិនទាន់ស្គាល់អត្តសញ្ញាណដោយមានស្ថានភាពធ្ងន់ធ្ងរកំពុងសង្គ្រោះនៅមន្ទីរពេទ្យប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកាត់ហេតុបានឲ្យដឹងថាមុនពេលកាត់ហេតុគេឃើញមានរថយន្តមួយគ្រឿងម៉ាក Toyota Prius ពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ 2BS 887ដែលជារបស់ជនរងគ្រោះបានចតបុកផ្ទះប្រជាពលរដ្ឋនៅទល់មុខផ្ទះកាត់ហេតុតាំងពីយប់រំលងអាធ្រាត្រឈានដល់ថ្ងៃទី 9 ខែមីនាឆ្នាំ 2022 រហូតដល់ល្ងាចថ្ងៃដដែលក៏បានឃើញជនរងគ្រោះចេញមកនិងបើកយករថយន្តចេញទៅប្រជាពលរដ្ឋដែលរស់នៅក្បែរខាងនាំគ្នាទៅគាស់ទ្វារកាត់ហេតុក៏មិនមានអ្នកឆ្លើយតបដោយមានការសង្ស័យពីប្រជាពលរដ្ឋក៏បានទំនាក់ទំនងទៅសាច់ញាតិនិងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានឲ្យចុះមកកន្លែងកាត់ហេតុដើម្បីពិនិត្យនិងចាក់សោផ្ទះចូលមើលក៏ស្រាប់តែឃើញជនរងគ្រោះប្រុសស្រី 4 នាក់ដេកក្នុងរថយន្តមួយគ្រឿងទៀតម៉ាក Highlander ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2AM 2178ទៅបើកទ្វារពិនិត្យឃើញថាមានបរិះ 2 នាក់ដែលខ្យល់ស្លាប់ទៅហើយនឹងមានសារធាតុញៀនមួយកញ្ចប់នៅក្បែរខ្លួនផងដែរចំណែកឯនារី 2 នាក់ទៀតនៅមានដង្ហើមតែទន់ខ្លួនប្រាណជាខ្លាំងក៏ប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមបន្ទាប់ពីកាត់ហេតុសមត្ថកិច្ចមូលដ្ឋានហ៊ុំព័ទ្ធខ្សែសុវត្ថិភាពនិងសហការជាមួយជំនាញបច្ចេកទេសនៅក្នុងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើកសលវិច័យហេតុផលនៃការស្លាប់និងសន្លប់របស់នារី 2 នាក់នោះនេះខ្ញុំវិកេពី Big News